Sẽ này taoគ្នាខានធ្វើវីដេអូថារត់កាត់ឲ្យអ្នកទាំងអស់គ្នាយូរហើយអញ្ចឹងទៅខ្ញុំមកចង់បើកឲ្យអ្នកទាំងអស់គ្នាមើលថាតើនៅក្នុងខែកក្កដាឬក៏គេហៅថាខែ7ហ្នឹងនឹងមានរឿងអីកើតឡើងសម្រាប់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនឯងកាន់តែរីកចម្រើនជាងមុនហើយគិតតែផ្លូវវិជ្ជមានបានច្រើនជាងមុនអីអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ធ្វើយូរខ្ញុំនឹងបើកថារត់កាត់នឹងមើលហើយសារនេះគឺជាសារទូទៅអ្នកទាំងអស់គ្នាហើយបញ្ជាក់គឺមិនមែនគ្រូទីទេអូខេខ្ញុំបើកកាត់ចំនួន4អ្នកទាំងអស់គ្នាហើយកាត់ទី1តាក់ទងជាមួយនឹង9 of wands កាត់ទី2តាក់ទងជាមួយនឹង5 of wands តែពួកបច្ចេកអ្នកទាំងអស់គ្នាចាំអ្នកទាំងអស់គ្នាអាចថាពិបាកចិត្តខ្លាំងពេកអីចឹងទៅអ្នកទាំងអស់គ្នាអាចថាយើងផ្លិចខ្លួនអីចឹងទៅនៅពេលដែលគេមើលមកយើងនោះមានអារម្មណ៍ថាយើងគឺជាមនុស្សម្នាក់ដែលរឹងរូសហើយរៀងទៅចេះអីចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែយើងអត់ដឹងថាខ្លួនឯងអញ្ចឹងឯងដោយសារតែយើងគិតច្រើនពេកអញ្ចឹងណាអ្នកទាំងអស់គ្នាទី2ហ្នឹងគឺថាអញ្ចេះអ្នកទាំងអស់គ្នាអាចនឹងរបៀបថាកែច្នៃអីដែលអ្នកទាំងអស់គ្នាកំពុងតែពិបាកចិត្តហ្នឹងវារៀងបានល្អជាងមុនហើយអាចនឹងមានតាក់ទងជាមួយនឹងគេហៅagreement ឬក៏អាចថាឯកសារឬក៏ដាក់ស្នើសុំធ្វើអីផ្សេងឬក៏កិច្ចការសម្ភារឬក៏អ្នកទាំងអស់គ្នាចង់ដាក់ទៅស្រុកក្រៅឬក៏អីផ្សេងហ្នឹងគឺវាអាចនឹងបានសម្រេចជោគជ័យហ្មងអ្នកទាំងអស់គ្នាប៉ុន្តែនៅក្នុងហ្នឹងគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងវាថាដកចិត្តដែលយើងកំពុងតែបារម្ភខ្លាំងពេកហ្នឹងឲ្យរៀងថយបន្តិចម្ដងទៅកុំឲ្យអ្នកទាំងអស់គ្នាដាក់សម្ពាធខ្លួនឯងពេកនៅពេលដែលអ្នកទាំងអស់គ្នាដាក់សម្ពាធខ្លួនឯងពេកយើងលេខស្ដាប់ណាគេហីពេលហ្នឹងយើងមានអារម្មណ៍ថាយើងគិតបដោតខ្លួនឯងពេកឡើងមកចឋានជុំវិញខ្លួនអត់អាចaffect លើអារម្មណ៍របស់យើងបានទេអញ្ចឹងពេលគេនិយាយអីក៏អត់ចូលទៅជាយើងដែរដោយសារយើងមានអារម្មណ៍ថាការគិតរបស់យើងគឺវាបែបហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងគេចង់ឲ្យអ្នកទាំងអស់គ្នាថាទាំងអស់គ្នាយើងបើកចិត្តឲ្យអ្នកទាំងអស់គ្នាកុំដាក់សម្ពាធលើខ្លួនឯងហើយស្ដាប់គេហៅថាគោលគំនិតឬក៏បំណងល្អពីមនុស្សជុំវិញខ្លួនខ្លះទៅព្រោះពេលខ្លះគេមានបំណងល្អលើអ្នកទាំងអស់គ្នាដែលសារគេឃើញអ្នកទាំងអស់គ្នា stress ពេកទៅអ្នកទាំងអស់គ្នារបៀបដូចថាយើងភ្លេចខ្លួនទាំងគេទាំងយើងតែពេលហ៊ានតែ stress ហើយយើងមានអារម្មណ៍ថាយើងអត់ចង់ស្ដាប់អត់ចង់ដឹងលឺអ្នកដទៃអីអញ្ចឹងប៉ុន្តែអាហ្នឹងក៏វាអាចខូចទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនមួយចំនួនដែរដោយសារគេអាចនឹងមានការអន់ចិត្តមួយយើងដោយសារយើងរៀងទៅចេះអីមួយគេអីអញ្ចឹងណាអាហ្នឹងគឺជារឿងដែលអ្នកទាំងអស់គ្នាអាចនឹងជួបហើយអ្នកទាំងអស់គ្នាគួរតែបង្ការទុករបៀបអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកតាក់ទងជាមួយនឹងអ្នកទាំងអស់គ្នា Nine of Cups ល្អខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាអញ្ចឹង Nine of Cups ហ្នឹងវាតាក់ទងជាមួយនឹង Five of Wands ដែរអាចថាវាតាក់ទងជាមួយនឹង achievement ន័យថាអ្វីដែលអ្នកទាំងអស់គ្នាទទួលយកមានន័យថាអ្វីដែលអ្នកទាំងអស់គ្នាខំប្រឹងធ្វើមកហ្នឹងគឺវានឹងទទួលបាននៅក្នុងដៃផងអ្នកទាំងអស់គ្នាហ្មងអញ្ចឹងមានន័យថាមិនទៅ achievement តាក់ទងជាមួយនឹងគេខ្លះទៅ achievement អាចតាក់ទងជាមួយនឹងការសិក្សាការដាក់ពាក្យប្រឡង achievement តាក់ទងជាមួយនឹងការដាក់សម្ភារការងារ achievement ទៅលើមនុស្សជុំវិញខ្លួនដែរអញ្ចឹងយើងបាន achievement មានន័យថាយើងទទួលបានន័យថាការស្រឡាញ់រាប់អានពីមនុស្សជុំវិញខ្លួនអញ្ចឹងអាហ្នឹងក៏ជាគេហៅថាសារល្អមួយដែរសម្រាប់យើងដោយសារតែយើងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងនៅក្នុងហ្នឹងគេថាឲ្យអ្នកទាំងអស់គ្នានឹងនិយាយថាតែគេហៅថាធ្វើ manifesting ន័យថាយើងគិតនៅអ្វីដែលយើងកំពុងតែចង់ធ្វើហ្នឹងយើងគិតវាហើយយើង make a wish មានហ្នឹងវា gonna come true ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងការហ្នឹងគេចង់បានន័យថាអញ្ចឹងណាតោះមកវាតាក់ទងជាមួយនឹង success ទៀតអ្នកទាំងអស់គ្នាអញ្ចឹងរាល់ការគិតរាល់ការធ្វើផងអ្នកទាំងអស់គ្នាគឺវានឹងនិយាយថាជោគជ័យហ្មងគឺការនឹងល្អខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាគឺល្អហើយទទួលបាន recognition ទៀតមើលទៅវាតាក់ទងជាមួយនឹង promotion ដែរឬក៏មនុស្សគ្រប់គ្នាគេអាចទទួលស្គាល់អំពីសមត្ថភាពផងអ្នកទាំងអស់គ្នាការគិតផងអ្នកទាំងអស់គ្នានិងចំណេះដឹងផងអ្នកទាំងអស់គ្នានឹងគឺពិតជាល្អមួយដែលគេគួរតែឲ្យតម្លៃអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់មកតាក់ទងជាមួយនឹងកាត់ចុងក្រោយគឺល្អខ្លាំងដូចគ្នាអ្នកទាំងអស់គ្នាគឺតាក់ទងជាមួយនឹង Three of Pentacles អ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងជាមួយនឹង teamwork ដែរអ្នកទាំងអស់គ្នាមានន័យថាការធ្វើការងារជាក្រុមនេះគ្នា share goal collaboration មានន័យថាការដែលយើងយកចិត្តទុកដាក់ជាមួយនឹងមនុស្សជុំវិញខ្លួនអញ្ចឹងអាការធ្វើល្អទៅកាន់មនុស្សជុំវិញខ្លួនហ្នឹងយើងរមែងតែងតែទទួលបានផលហ្នឹងមកយើងវិញចំណែកថាបើអ្នកទាំងអស់គ្នាធ្វើអំពើល្អផ្ដល់តែផលប្រយោជន៍ឲ្យមនុស្សជុំវិញខ្លួនអញ្ចឹងយើងនឹងទទួលបានរឿងទាំងអស់ហ្នឹងមកកាន់យើងដូចគ្នាអញ្ចឹងទៅភាគច្រើនអាចនឹងអ្នកទាំងអស់គ្នានៅក្នុងខែហ្នឹងជួបមនុស្សដែលល្អសម្រាប់អ្នកទាំងអស់គ្នាច្រើនហើយគឺជាមនុស្សដែលជួយគេថាជួយជុំជ្រែងអ្នកទាំងអស់គ្នាគឺគេចង់ឲ្យអ្នកទាំងអស់គ្នាល្អហើយគេក៏ចង់ឲ្យអ្នកទាំងអស់គ្នាជាចំណែកមួយដែលធ្វើឲ្យកិច្ចការងារហ្នឹងវារលូនទៅមុខហើយជោគជ័យទាំងអស់គ្នាដែរអ្នកទាំងអស់គ្នាហើយវាតាក់ទងជាមួយនឹងលុយកាក់ទៀតអ្នកទាំងអស់គ្នានិយាយទៅកាក់ហ្នឹងធំមែនតើ Nine of Cups ជាមួយនឹង Three of Pentacles នោះគឺកាត់លុយកាក់ការទំនាក់ទំនងហើយនឹងការធ្វើការងារជាក្រុមអីចឹងគឺល្អខ្លាំងមែនតើបើនិយាយពីថាស្នេហាហ្មងក្នុងខែហ្នឹងគឺអត់ឃើញមានថាស្នេហាហ្នឹងអាចនឹងវាល្អខ្លាំងឬក៏អាក្រក់ខ្លាំងអីទេគឺមានន័យថាវាថេទាំងអស់គ្នាហ្នឹងគឺរបៀបដូចថាថេដោយសារតែអ្នកទាំងអស់គ្នាហ្នឹងរៀងយល់ដឹងពីគ្នាបានច្រើនអញ្ចឹងអ្នកទាំងអស់គ្នាដោយសារតាក់ទងជាមួយនឹង Nine of Wands ឬក៏គេហៅថា Nine of Wands reverse នេះបានបច្ចៈនេះគឺអញ្ចឹងគេចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងរបៀបដូចថាកុំដាក់សម្ពាធព្រោះអ្នកទាំងអស់គ្នាគឺជាមនុស្សល្អហើយនៅពេលដែលយើងគិតតែពីចង់បានអានោះពេក
ពេកហើយអ្នកទាំងអស់គ្នាដាក់សម្ពាធខ្លួនឯងធ្វើអាហ្នឹងពេកណាអ្នកទាំងអស់គ្នានឹងពិបាកចិត្តហើយផ្លូវចិត្តផងអ្នកទាំងអស់គ្នាអត់ល្អអញ្ចឹងបានគេនិយាយថាឲ្យអ្នកទាំងអស់គ្នាប្រឡែងអារម្មណ៍អស់ហ្នឹងចេញព្រោះអ្នកទាំងអស់គ្នាដឹងតែជួបរឿងហ្នឹងហើយនៅក្នុងខែ7ហ្នឹងអញ្ចឹងតាមនឹងដឹងអ្នកទាំងអស់គ្នានឹងជួបមនុស្សល្អៗមកក្នុងជីវិតផងអ្នកទាំងអស់គ្នាហើយការងារលុយកាក់ហ្នឹងគឺល្អប្រសើរខ្លាំងហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលចង់ឲ្យអ្នកទាំងអស់គ្នាធ្វើហ្នឹងគឺទី1គឺកុំដាក់សម្ពាធលើខ្លួនឯងទី2កុំទៅចេះរឹងរូសពេកពេលខ្លះយើងគិតថាយើងអត់រឹងរូសទេប៉ុន្តែដល់ពេលដែលយើងមានបញ្ហាយើងគិតច្រើនពេកទៅយើងអត់ដឹងថាមជ្ឈដ្ឋានជុំវិញខ្លួនមើលឃើញយើងជាមនុស្សបែបម៉េចទេគឺយើងត្រូវរៀនមើលមជ្ឈដ្ឋានជុំវិញខ្លួនហើយយើងត្រូវរៀនសម្របខ្លួនដែរព្រោះយើងរស់នៅមិនមែនរស់នៅតែឯងទេគឺយើងរស់នៅជាមួយនឹងគេគ្រប់គ្នាអញ្ចឹងយើងហ្នឹងផ្ដល់តែធម៌ពលវិជ្ជមានទៅកាន់មនុស្សជុំវិញខ្លួនប៉ុន្តែតើតូនជាមួយនឹងការងារលុយកាក់អីផ្សេងហ្នឹងគឺថាអ្នកទាំងអស់គ្នាល្អមែនទែននៅក្នុងខែ7ហ្នឹងចឹងខ្ញុំជូនពរថាបើសិនជាអ្នកណាគេដែលគាត់បានឃើញវីដេអូហ្នឹងនេះគឺជាវីដេអូផលអ្នកទាំងអស់គ្នាហើយអញ្ចឹងណាហើយបន្ទាប់មកខ្ញុំនឹងបើកការតាក់ទងជាមួយនឹង Cosmic Comfort អ្នកទាំងអស់គ្នាការសារលើកទឹកចិត្តចង់ដឹងថាតើគេនឹងនិយាយអីគេដើម្បីអ្នកទាំងអស់គ្នាមានទឹកចិត្តនៅក្នុងការធ្វើឲ្យជីវិតប្រចាំថ្ងៃផងអ្នកទាំងអស់គ្នានឹងកាន់តែប្រសើរឡើងហើយនឹងល្អបំផុតសម្រាប់ខែកក្កដាហ្នឹង collective future dreaming មានន័យថាយើងប្រមូលការគិតរបស់យើងអនាគតរបស់យើងដែលយើងសម័យចង់បានថាត្រូវធ្វើមិនហ្នឹងគេឲ្យយើងនិយាយថាយើងកត់ត្រាអស់ហ្នឹងដើម្បីយើង take action យើងធ្វើសកម្មភាពលើវាអញ្ចឹងមានន័យថាការគិតរបស់អ្នកទាំងអស់គ្នាចង់ឲ្យជីវិតអ្នកទាំងអស់គ្នាបែបម៉េចគឺអ្នកទាំងអស់គ្នាទៅសេរាយរាប់មកអ្នកទាំងអស់គ្នាចង់បានបែបណាតែធ្វើមិនអីអ្នកទាំងអស់គ្នាប្រសើរជាងមុនអ្នកទាំងអស់គ្នាទៅសេអស់ហ្នឹងមកហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមមើលអីដែលអ្នកទាំងអស់គ្នាទៅសេហ្នឹងរៀងរាល់ថ្ងៃដើម្បីឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនៅក្នុងការធ្វើវាអញ្ចឹងណាហើយអ្នកគ្នាហ្នឹងcollect យកនៅធម៌ពលវិជ្ជមានដែលអ្នកទាំងអស់គ្នាគិតថាពេលអ្នកទាំងអស់គ្នាឃើញរបស់អស់ហ្នឹងឬក៏ឃើញពាក្យសុកអ្នកទាំងអស់គ្នាឮពាក្យសម្ដីផ្សេងពីមនុស្សជុំវិញខ្លួនឬក៏វីដេអូផ្សេងអីអ្នកទាំងអស់គ្នាឮពាក្យអស់ហ្នឹងហើយមានអារម្មណ៍ថាឮហើយអ្នកទាំងអស់គ្នាមានទឹកចិត្តណាអ្នកទាំងអស់គ្នាប្រមូលវាយកមកអ្នកទាំងអស់គ្នាយកមកកត់យកមកធ្វើអីក៏បានដែរដែលគិតថាវាអាចធ្វើឲ្យការគិតរបស់អ្នកទាំងអស់គ្នាវាផ្លាស់ប្ដូរហើយអ្នកទាំងអស់គ្នាចេះអភិវឌ្ឍខ្លួនឯងទៅមុខល្អជាងមុនអីអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងការនឹងចំណេញថាចែកសរុបមកវិញគឺអ្នកទាំងអស់គ្នាកុំបោះបង់ចោលខ្លួនឯងកុំដាក់សម្ពាធលើខ្លួនឯងពេកទៅលើបំណងដែលអ្នកទាំងអស់គ្នាចង់បានអ្នកទាំងអស់គ្នាត្រូវធ្វើ step by step មួយជំហានគិតមួយជំហានហើយតាក់ទងជាមួយនឹងអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែធ្វើគឺវានឹងសម្រេចបានប៉ុន្តែក្នុងពេលហ្នឹងគឺអ្នកទាំងអស់គ្នាទៀមទាស្ដាប់ការគិតពីអ្នកដទៃហើយកុំអារម្មណ៍ខ្លួនឯងពេកព្រោះនៅពេលដែលអ្នកទាំងអស់គ្នា stress ទៅអ្នកទាំងអស់គ្នាអត់មានខ្វល់ពីណាគេយើងគិតតែពីខ្លួនឯងពេកទៅយើងបាត់បង់គេហៅថាមិត្តភាពឬក៏ទំនាក់ទំនងក្នុងសង្គមមួយចំនួនហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវជៀសវាងគិតរឿងហ្នឹងម្ដងទៀតហើយធ្វើម៉េចដើម្បីឲ្យខ្លួនយើងស្របទៅតាមមជ្ឈដ្ឋានជុំវិញខ្លួនហើយទំនាក់ទំនងរបស់យើងកាន់តែរលូនជាមួយនឹងមនុស្សជុំវិញខ្លួនគ្រប់អាយុគ្រប់វ័យហ្មងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងសារសម្រាប់ខែកក្កដាឬក៏គេហៅថាខែ7ហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ